អ្វីដែលខ្ញុំនឹកឃើញមុនគេគឺគាត់និយាយពាក្យថាការនិយាយការពិតភាសាជាការពារចាការវិភាគក៏ដូចជាអ្វីដែលលោកបណ្ឌិតបានបន្សល់ទុកនឹងវាចេះឥទ្ធិពលបែបណាសម្រាប់បងអឺវាធ្វើឲ្យខ្ញុំវាធ្វើឲ្យដាស់សារស្មារតីខ្ញុំដែលខ្ញុំពីមុនដែលធ្លាប់ដឹងរឿងសង្គមអត់ធ្លាប់ខ្វល់ខ្វាយពីសង្គមពេលដែលស្ដាប់គាត់វិភាគម្ដងគឺខ្ញុំភ្ញាក់ពាក្យដែលគាត់និយាយគឺសាមញ្ញប៉ុន្តែវាខ្លីហើយខ្លឹមក្នុងរយៈពេល10ឆ្នាំនេះបន្ទាប់ពីអត់បណ្ឌិតកែមលីណាប៉ុន្តែបើសិនជាលោកមានជីវិតខ្ញុំគិតថាគាត់នឹងនិយាយពីអីវិភាគបញ្ហាអីខ្លះនៅលើរបស់សង្គមជាតិទាំងសំណាយណាគិតថាចំណុចខ្លះដែលគាត់នឹងលើកយកវិភាគវិភាគសំខាន់គេគឺឥឡូវរឿងព្រំដែនហ្នឹងចាគឺពេលដែលមានបញ្ហានឹងកើតឡើងខ្ញុំមានអារម្មណ៍ខ្ញុំនឹកគាត់ខ្លាំងខ្ញុំគិតថាបើសិនជាគាត់នៅគាត់នឹងនិយាយអ្វីដែលជាចំណុចកណ្ដាលអ្វីដែលប្រជាពលរដ្ឋទាំងអស់គាត់ចង់ស្ដាប់មិនកាន់ជើងទៅម្ខាងឥឡូវហ្នឹងគឺរហូតអ្នកនិយាយឲ្យវាមានទម្ងន់ឲ្យវាស្ដាប់ឲ្យមានន័យវាអត់មានព្រោះយើងគិតទៅវា10ឆ្នាំហើយបងនៅតែចងចាំណាចាតើវាមានកត្តាជំរុញអីខ្លះដែលធ្វើឲ្យបងមកចូលរួមថ្ងៃនេះព្រោះបងគ្រាន់តែជាជីវករមួយអ្វីដែលខ្ញុំចង់មកចូលរួមរំលឹកខួបគាត់រាល់ឆ្នាំដោយសារតែគាត់ខំប្រឹងលះបង់ច្រើនណាទាំងជីវិតរបស់គាត់ទាំងក្តីសុខរបស់គាត់តខ្លួនចុះហេតុអីយើងគ្រាន់តែមករំលឹកវីរភាពគាត់មួយឆ្នាំម្ដងហេតុអីយើងមកបាន